trong người dây cho cha thuê việc kia mấy mà mê được nom yếu bài mê được nom yếu thiệt bỏ bật tê mối đó và ca cái đây thà nâng nó bỏ kê hai đâu chăm bay cho cha cho mấy thuê việc kia việc tơ mình rồi bốc cho mối nâng cho là na chia thì dốc chua và chua bỏ phạm chàng thay nom cái kia mình tay tê lang mau mơ cái này nâng chẳng bàn đây thập bạch cái này nâng smart nâng tiêm tía ấy cái tao việc kia phân anh bật hơi ở đó sai này vô bài xua thật ta rồi ta phải ba thay mùa na hiền đó sai này vô bài hiền từ tôi dốc score cá bứt bà dương ai cái việc này phở panty prang xiêm panty đã tranh phí sân thi sinh nhà prang xiêm po mọi phở đại bản sau túc bà ai cái việc này phở hơi ở đâyពួកគេចាក់សោរួចទៅហើយនយោបាយអញ្ចឹងកម្ពុជាវាសល់ជំរឿអីបាទជំរឿអីចរចាផ្នែកចែកទេសទៅឡើងរួចហើយព្រោះនយោបាយកំណត់ហើយចូលទៅមើលកសែតថៃឡើងវិញទៅបាទថ្នាក់ដឹកនាំជាន់ខ្ពស់នយោបាយរបស់ថៃបានប្រកាសក្តីថាដឹងនៅខេត្តសុរិទ្ធប្រហែលខែមុនទេអញ្ចឹងវាដល់ពេលដែលវាចប់ទៅហើយប៉ុន្តែអ្វីដែលសំខាន់មុននឹងព្រឹត្តិការណ៍ថ្ងៃ28យើងនៅមានច្រកជិះចែកទៅមួយប៉ុន្តែក្រោយពីថ្ងៃ28នៅពេលដែលទ័ពរាប់ពាន់នាក់នៅសងខាងក៏ភ្លើងរកកោសទាំងសងខាងរុញទៅទល់គ្នាហើយឱកាសបើសិនមិនរកវិធីសាស្ត្រអីក្នុងការផលិតទេគឺវានឹងអាចផ្ទុះភ្លាមតែម្ដងអញ្ចឹងហើយបានជាចាំបាច់ត្រូវបញ្ជូនសារនេះទៅអន្តរជាតិតែម្ដងដើម្បីបកកបញ្ហានៅលើដីរឿងតែប៉ុណ្្នឹងបាទតែហ៊ានចិត្តផ្ទុះអាវុធហើយត្រៀមការពារបើសិនជាមានការឈ្លានពានទៅដល់លេនដ្ឋានជួរមុខហើយខ្វះខាតលើសខ្វះអីតិចតួចប្រមូលផ្ដុំគ្នាទៅកុំឲ្យមានការរារាយចិត្តនៅក្នុងការពារទឹកដីវាធ្វើឲ្យស្លាប់របួសបើយើងមិនប្រមូលផ្ដុំគ្នាផ្ទុះអាវុធភាគីមកខាងគេមិនអាណិតយើងទេគេនៅតែបាញ់យើងដដែលនិយាយឲ្យច្បាស់ចឹងមកទៅម៉ោងស្មើនេះតែហ៊ានចេញច្បាំងតែហ៊ានត្រៀមច្បាំងដើម្បីការពារបូរណភាពទឹកដីត្រូវមានការទុកចិត្តជាមួយគ្នាទឹកចិត្តធំណាស់សាមគ្គីឯកភាពជាតិលើសខ្វះត្រីងៀតលើសខ្វះមីលើសខ្វះស្អីចាំនិយាយគ្នាក្រោយក្រសួងការពារជាតិខិតខំធានាគ្រប់គ្រងគ្រប់បែបយ៉ាងកន្លែងខ្លះវាមិនបានល្អដោយកន្លែងខ្លះទេនៅលេនដ្ឋាននៅទីបញ្ជាការក្រោយវាបានល្អជាងនៅលេនដ្ឋានជួរមុខដែលយើងទឹកនឹងបញ្ជូនកម្លាំងទៅមានតតង់ទៅជីកលេនដ្ឋានអាហាវាមិនងាយស្រួលទេអញ្ចឹងសូមកុំឲ្យរឿងលើសខ្វះបន្តិចបន្តួចយកមកជារឿងមើលបំណាំគ្នានៅពេលដែលហានិភ័យធំបំផុតគឺអាយុជីវិតរបស់កងទ័ពរបស់យើងភាពជោគជ័យរបស់កងទ័ពរបស់យើងនៅក្នុងការការពារទឹកដីចឹងខ្ញុំសូមឲ្យបងប្អូនបាទទាំងអស់គ្នាដែលមានឈាមជ័រជាខ្មែរពិតប្រាកដបើថាមិនបាច់ចាំគាំទ្ររដ្ឋាភិបាលនោះទេសូមកុំចេញសារឬមួយធ្វើសកម្មភាពណាវាយបំបាក់នៅស្មារតីសាមគ្គីឯកភាពជាតិរបស់យើងនៅពីក្រោយកងទ័ពរបស់យើងហើយជាពិសេសកុំវាយបំបាក់សតិអារម្មណ៍កងទ័ពជួរមុខរបស់យើងឲ្យសោះនេះគឺសូមឲ្យរួមគ្នាបែបនេះ